ជំរាបសួរអ្នកទាំងអស់គ្នាសួស្តីលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះហេមពិសិដ្ឋដែលបានរៀននៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាខាងនេះខ្ញុំមានសំណួរខ្លះដើម្បីចោទសួរទៅដល់និស្សិតដែលបានរៀននៅសាលាហ្នឹងតើគេមានមូលហេតុអ្វីបានជាគេចង់រៀននៅសាលាហ្នឹងអរគុណជំរាបសួរអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានរកបាននិស្សិតមិត្តស្រីម្នាក់ដែលបានគាត់រៀននៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសនេះហើយតែឥឡូវយើងមកចង់ដឹងពីចំណាអារម្មណ៍គាត់ទាំងអស់គ្នាថាគាត់ហេតុអ្វីបានគាត់ចង់រៀននៅសាលាហ្នឹងបាទជំរាបសួរបងជំរាបសួរបងបាទហេតុអ្វីខ្ញុំសុំសួរមួយសំណួរបានទេបងចាបងបាទហេតុអ្វីបានជាបងមករៀននៅសាលាហ្នឹងបងមូលហេតុដែលខ្ញុំត្រូវជ្រើសរៀននៅសាលា NPC ដោយសារតែទីមួយនៅសាលា NPC មានចំណុចសំខាន់ដើម្បីឲ្យខ្ញុំជ្រើសរៀននៅសាលាហ្នឹងទីមួយបរិស្ថាននៅសាលាហ្នឹងវាស្អាតធំទូលាយហើយមានជំនាញជាច្រើនសម្រាប់ឲ្យសិស្សជ្រើសរើសហើយនិយាយពីឧបករណ៍ក្នុងការអនុវត្តរៀនសូត្រវិញគឺទំនើបជាច្រើនហ្មងហើយសម្រាប់លោកគ្រូបង្រៀនគាត់មានជំនាញនិងការរៀននៅក្រៅប្រទេសជាច្រើនទៀតអញ្ចឹងខ្ញុំសម្រេចចិត្តក្នុងការរៀននៅសាលា PAC ហ្នឹងដោយសារតែទីមួយខ្ញុំស្រឡាញ់សាលាហ្នឹងស្រឡាញ់នៅសាលាស្រឡាញ់ក្នុងការសិក្សារៀននៅសាលាហ្នឹងហើយចំណុចទី3វិញនៅសាលាគឺមានដុំស្នាក់នៅកន្លែងអាហារដ្ឋានសម្រាប់ហូបអញ្ចឹងយើងអត់មានភ័យព្រួយក្នុងការពិបាកទៅញ៉ាំនៅខាងក្រៅអីទេចាអរគុណច្រើនបងដែលបានឆ្លើយនៅសំណួរខ្ញុំបងបាទចាបងអរគុណអរគុណច្រើនជំរាបសួរអ្នកនរគ្នាឥឡូវនេះខ្ញុំបានរកបាននិស្សិតស្រីម្នាក់ទៀតហើយដែលបានគាត់រៀននៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាតោះឥឡូវយើងចង់ដឹងថាហេតុអ្វីបានជាគាត់មកជ្រើសរើសរៀននៅសាលាហ្នឹងបាទតោះសួស្តីបងស្ដីបាទបងមានចំណាប់អារម្មណ៍មិនដែរបានរៀននៅសាលាហ្នឹងមូលហេតុបងសុំសម្រាប់ចំណាប់អារម្មណ៍ខ្ញុំគឺរំភើបដែលបានមករៀននៅហ្នឹងមូលហេតុដែលខ្ញុំមករៀននៅហ្នឹងទី1ដោយសារតែដោយសារតែខ្ញុំស្គាល់តាមគេមានអ្នកណែនាំអញ្ចឹងដោយថាសាលាហ្នឹងមានបច្ចេកទេសមុខវិជ្ជាច្រើនហើយការបរៀនរបស់លោកគ្រូអ្នកគ្រូហ្នឹងក៏ល្អហើយជាក់ស្ដែងខ្ញុំបានមករៀនហ្នឹងក៏ល្អតាមនឹងដែរបាទបងឥឡូវខ្ញុំអរគុណច្រើនបងបាទជម្រាបលាបាទ